ជាភ័យឲ្យស្លេកស្លក់សម្បើមអញ្ចឹងហើយគាត់ក៏ថាគាត់ចេញមកពីភូមិខាងនอกហើយគាត់មកឲ្យគាត់ស្នាក់នៅតែឯងហ្នឹងទៅគាត់អីគាត់និយាយដើមតងថាមានខ្មោចមានព្រីមានអីតាមលងតាមអីចឹងហើយអ្នកភូមិហ្នឹងក៏គេថាចេះគេថាភូមិដែលនិយាយនឹងរស់នៅហ្នឹងគឺអត់មានណាគេហ៊ានចូលទេភូមិហ្នឹងគឺជាភូមិខ្មោចអ្នកដែលគេចូលគឺគេយកសពទៅបោះចោលយកទៅអីចឹងណាអញ្ចឹងអត់មានណាគេហ៊ានចូលទេហើយភូមិហ្នឹងគឺជាភូមិដែលមានព្រាយមានអមនុស្សរស់នៅទីហ្នឹងហ្មងអញ្ចឹងអ្នកដែលចូលទៅហ្នឹងគឺភាគរយច្រើនណាស់ដែលអត់អាចមកវិញបានគឺចូលទៅដឹងតែបាត់ដឹងតែស្លាប់ដឹងតែមានសត្វកាចសាហាវមានអមនុស្សមានអីតាមយាយីអញ្ចឹងណាអញ្ចឹងរឿងរ៉ាវរបស់លោកយាយហ្នឹងគឺបានចប់ហើយរឿងនេះគឺជារឿងដែលស្ថិតនៅក្នុង